តើអញ្ចឹងដើម្បីរំលឹកបងប្អូនបន្តទៀតខ្ញុំនឹងសូមនាំអារម្មណ៍បងប្អូនទាំងគ្នាទៅទស្សនាជាមួយ sport ផ្សេងៗទៀតផងដែរ អូនឈប់យកមកចាំបាស់ជាងពេ sport មួយដែរគឺ sport អប់រំគឺទៅលើសុខភាពរបស់កុមារសម្រាប់ sport ទី3គឺ sport Antasil បេនដា500ទម្លាក់ព្រូនចង្កឹះអៀនទទួលទានមួយដងតែមួយគ្រាប់ sport មួយនេះវិញគឺសួស្តីបងប្អូនទាំងគ្នាដែលកំពុងតែទស្សនាវីដេអូរបស់ខ្ញុំនៅលើ Facebook Page និង YouTube Posterod ជាទីគោរពនៅក្នុងវីដេអូនេះផងដែរខ្ញុំសូមរំលឹកនិងនាំអារម្មណ៍បងប្អូនទាំងគ្នាវិលទៅអតីតកាលបន្តិចពិសេសនោះគឺកំឡុងឆ្នាំ90ជាងតើមានបងប្អូនប្រមាណអ្នកដែលកំពុងតែមើលវីដេអូរបស់ខ្ញុំនេះហើយនាំអារម្មណ៍បងប្អូនទាំងគ្នារំលឹកទៅអតីតកាលនៅក្នុងជំនាន់ទូទៅសោកខ្មៅនោះបងប្អូនអាចរំលឹកបានទេថាតើបងប្អូនទាំងគ្នាបានចាំសាច់រឿងអីខ្លះដែលបងប្អូនទាំងគ្នាធ្លាប់មើលទូទៅសោកខ្មៅជំនាន់កៅជាងសម្រាប់ខ្ញុំវិញគឺខ្ញុំនៅចង់ចាំបានខ្លះៗដែរអំពីសាច់រឿងភាគជំនាន់នោះហើយក៏ចាំបានទៅលើ sport ពាណិជ្ជកម្មច្រើនផងដែរនៅក្នុងកំឡុងឆ្នាំ1990ជាងនេះសម្រាប់សមាជិកគ្រួសារណាដែលគាត់អាចមានលទ្ធភាពនៅក្នុងការប្រើប្រាស់ទូរទស្សន៍សោកខ្មៅនេះគឺជាគ្រួសារមួយដែលគាត់មានលទ្ធភាពគួរសមអាចថាគាត់មានជីវភាពគាត់ធូរធារហើយដែលគាត់មានលទ្ធភាពក្នុងការចំណាយទិញបានតែខ្ញុំអត់ចាំថាចំនួននោះទូរទស្សន៍សោកខ្មៅនេះគឺថ្លៃប្រហែលទេតែគាត់ខ្ញុំដឹងថាអត់សម្បូរទេសម្រាប់ទូរទស្សន៍សោកខ្មៅនេះមួយយើងត្រូវមានអង្តែនហ្នឹងគឺអង្តែនយ៉ាងធំវែងអ្នកខ្លះគាត់អាចចាប់នៅលើដបូលផ្ទះអ្នកខ្លះទៀតក៏គាត់ចាប់នៅក្នុងផ្ទះតតែម្ដងហើយអ្នកខ្លះទៀតគឺគាត់ចងជាមួយអាស័យវែងហើយគាត់ដាក់បោះបកូននៅខាងក្បែរផ្ទះគាត់នឹងដើម្បីឲ្យចាប់សេវាបានច្បាស់អញ្ចឹងណាមួយទៀតគឺអគុយវាច្រើនជំនាន់ហ្នឹងគឺយើងបញ្ចូលអគុយទាំងអស់អត់មានភ្លើងប្រើទេហើយអគុយមានអគុយ40អគុយនេះគឺអគុយ40អគុយ40អគុយ50និងអគុយ70អញ្ចឹងទៅបញ្ចូលគឺឆ្ងាយដែរឆ្ងាយពីនេះទៅវត្តអីគឺប្រហែលជា2គីឡូដែរហើយបើទៅវត្តមួយទៀតប្រហែលជា3គីឡូអញ្ចឹងសម្រាប់អ្នកដែលមានទូរទស្សន៍អញ្ចឹងគឺមធ្យោបាយធ្វើដំណើរគឺអត់ទាន់សម្បូរដែរនៅក្នុងជំនាន់ហ្នឹងទាំងកង់ក្តីទាំងម៉ូតូក្តីគឺអត់ទាន់សម្បូរទេអញ្ចឹងហើយសម្រាប់កូនគឺពួកគាត់ជួយក្នុងការសែង2នាក់ដាក់អាស័យមួយឬមួយក៏ដងរែកមួយនោះគឺសែងភួរចងខ្សែភួរហើយសែងទៅបញ្ចូលហើយជំនាន់ហ្នឹងគឺមិនស្រាលទេគឺធ្ងន់ដោយសារតែក្មេងវ័យខ្ញុំជំនាន់គឺនៅក្មេងមែនតើអញ្ចឹង2នាក់គឺគាត់សែងអគុយដើម្បីទៅបញ្ចូលសម្រាប់រឿងភាគមួយដែលខ្ញុំចាំអត់ភ្លេចជំនាន់ខ្ញុំនៅក្មេងនោះគឺរឿងខ្មោចនាងកែវខ្ញុំចាំតួ3ដែលខ្ញុំចាំអត់ភ្លេចគឺខ្មោចនាងកែវប្តីឈ្មោះអាហង់តួចិត្តកក់ឈ្មោះអាពេជ្រជារឿងមួយដែលពួកខ្ញុំតាមដានមែនតើជំនាន់ហ្នឹងយើងដើរកាត់ស្រែហើយយើងធ្វើស្រែហើយតែមិនទាន់ហើយក៏រឿងហ្នឹងគេនៅបន្តលេងដែរហើយចាក់យូរខែដែរហើយខ្ញុំចាំបានថាកាលហ្នឹងយើងទឹកបាយគឺយើងធ្វើស្រែយើងស៊ីជើងលំមាស់ជើងមែនតើប៉ុន្តែនៅតែតាមដានរឿងហ្នឹងទោះបីជាខ្លាចយ៉ាងណាក៏នៅតែត្រូវតែមើលដែររឿងមើលឲ្យគឺសម័យខ្លាចដែរប៉ុន្តែចង់តែមើលខ្ញុំចាំបានថារឿងហ្នឹងគឺនៅភាពបញ្ចប់មានតាម្នាក់នៅក្នុងភូមិរបស់ខ្ញុំគឺគាត់ខឹងតួចិត្តក្រក់មែនទែនតួអាពេជ្រឈ្មោះអាពេជ្រគាត់ខឹងតួហ្នឹងដោយសារតួហ្នឹងគឺជាតួអាក្រក់មួយដែលឈ្នានេះតួឯកមែនទែនហើយចុងបញ្ចប់គឺខ្មោចហ្នឹងគឺអធិស្ឋានទៅឲ្យតួកាចហ្នឹងអត់បានធ្វើអីតួកាចហ្នឹងទេអញ្ចឹងធ្វើឲ្យយើងជាអ្នកមើលគឺមានអារម្មណ៍ក្តៅក្រហាយជួសអញ្ចឹងដោយសារតែស្អប់តួមែនទែនហើយសម្រាប់ sport បញ្ជាកម្មវិញគឺខ្ញុំចាំបានច្រើនគួរសមខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនា sport មួយ sport មួយនេះគឺ sport បារីអាឡាំងលេឡុងខ្ញុំជឿជាក់ថា sport មួយនេះសម្រាប់បងប្អូនដែលសកលខ្ញុំនៅក្នុងជំនាន់ហ្នឹងប្រកាសចាំ sport នេះល្បីម៉ោងណាក៏មានដែរ sport បារីអាឡាំងលេឡុងនេះខណៈបច្ចុប្បន្ននេះគឺយើងបាត់បន្តិចហើយដោយសារតែយើងមើលទៅលើទូរស័ព្ទច្រើននិង smartphone មានគ្រប់ដែរអញ្ចឹងយើងមើលទៅលើ YouTube និង Facebook ច្រើនអញ្ចឹងបាត់អាចនឹងភ្លេច sport នេះហើយតែអញ្ចឹងដើម្បីរំលឹកបងប្អូនបន្តទៀតខ្ញុំនឹងសូមនាំអារម្មណ៍បងប្អូនទាំងគ្នាទៅទស្សនាជាមួយ sport ផ្សេងៗទៀតផងដែរ អូនឈប់យកមកចាំបាស់ជាងពេ sport មួយដែរគឺ sport អប់រំគឺទៅលើសុខភាពរបស់កុមារដែលគាត់អាចហូបទឹកឬក៏ពិសាទឹកបានណានៅក្នុងចន្លោះ6ខែឡើងទៅបានគេឲ្យពិសាទឹកអញ្ចឹង sport តាក់ទីងណាំងហើយខ្ញុំក៏បានឃើញ Facebook ផុសដែរមកអញ្ចឹងគឺតួស្រីរបស់យើងគឺគាត់ធំពេញរូបពេញរាងស្អាតហើយកាលណានេះគឺតួគាត់វាក្មេងហើយជំនាន់ក៏ខ្ញុំនៅក្មេងដែរហើយខ្ញុំក៏ចាំអត់ភ្លេចដែរ sport នេះគឺតាក់ទីងណាំងហើយពួកខ្ញុំក៏ធ្លាប់ភាសាជាងដែរ sport នេះសម្រាប់ sport ទី3គឺ sport Antasil ខ្ញុំជឿជាក់ថាបងប្អូនប្រកាសជានៅចាំច្រើននៅ sport មួយនេះ បេនដា500ទម្លាក់ព្រូនចង្កឹះអៀនទទួលទានមួយដងតែមួយគ្រាប់ sport មួយនេះវិញគឺ sport ឆ្នាំបេណា500ខ្ញុំជឿជាក់ថាប្រកាសជានៅចាំច្រើនសម្រាប់ sport ទី4នេះផងដែរគឺ sport ជំងឺគ្រុនផ្ដាសាយបាក់សៃខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចាំបាននៅលើ sport មួយនេះពិសេសគឺខ្ញុំចាំអត់ភ្លេចទេ sport នេះសម្រាប់ sport ទី5នេះផងដែរគឺ sport ម្សៅធីរ៉ានៅក្នុងជំនាន់ហ្នឹងគឺខ្ញុំចាំបានថាអាសាជាងតាមដែរនៅ clear មួយដែលគេជាងថាពេលបងមកវិញទិញម្សៅធីរ៉ាផ្ញើអូនផងណា
Hello หากพี่กลับมาซื้อแป้งที่ร้านฝากน้องบางนา อ้าวแล้วคริสตี้ไม่ใช้น้ำหอมแล้วเหรอ ចឹង sport នេះគឺ sport ម្សៅធីរ៉ាពាណិជ្ជកម្មបន្តទៀតនេះផងដែរក៏ជាពាណិជ្ជកម្មដែលទាក់ទងជាមួយនឹងជំងឺផ្ដាសាយបក្សីដែរចាំបានថាជំនាន់គឺផ្ដាសាយបក្សីកំពុងតែវិលុកមែនតើអញ្ចឹងហើយ sport ពាណិជ្ជកម្មទៅលើការអប់រំនៃការការពារផ្ដាសាយបក្សីនេះមានច្រើនភាគមែនតើអញ្ចឹងសិតតែ sport ស្រីជំនាន់កៅជាងដែលជាជំនាន់ដែលយើងមើលទទួលសក់មកហ្នឹងឯងនៅមាន sport ជាច្រើនទៀតមានដូចជា sport ថ្នាំអញមូស Ranger មាន sport គួយ3កា sport TV rap sport ត្រីខកំប៉ុងរូបមនុស្សស្រី3នាក់ sport មីសាច់ជ្រូកម៉ាម៉ាមាន sport បំពង់ហឺតខុនចៅខុននឹងមាន sport ថ្នាំសម្រាប់ដង្កូវទឹកអាបេតដែលគេរោយនៅក្នុងពីងប៉ុន្តែខ្ញុំរក sport អត់ឃើញខ្ញុំគិតថានៅមាន sport ផ្សេងៗទៀតដែលបងប្អូនចាំហ្នឹងបងប្អូនទាំងគ្នាខ្ញុំសូមរំលឹកបន្តិចជំនាន់នោះណានៅពេលដែលយើងសម្រាប់ផ្ទះយើងអត់មានទូរទស្សន៍អញ្ចឹងយើងត្រូវទៅមើលនៅផ្ទះគេគឺត្រូវមានជួយចេញថ្លៃភ្លើងថ្លៃគុយហ្នឹងម្នាក់អីត្រូវបង់គេ100រៀលណាប៉ុន្តែជំនាន់ហ្នឹង100រៀលក៏គួរសមដែរសម្រាប់មួយគ្រួសារមានបង់500រៀលសម្រាប់ទៅមើលអញ្ចឹងនេះជាការចែករំលែកជួយគ្នាទៅវិញទៅមកទេដោយសារតែជំនាន់ហ្នឹងយើងដឹងហើយលុយក៏ពិបាករកដែរថ្លៃដែរហើយខ្ញុំចាំថាសម្រាប់កម្រៃនៃការងារគឺយើងអាចបានច្រើនជំនាន់ហ្នឹងអាចបាន2000អីហ្នឹងអស់ហើយសម្រាប់មួយថ្ងៃណាអញ្ចឹង100រៀលយើងជួយទៅកាន់ម្ចាស់ដែលគាត់បញ្ចូលភ្លើងហើយគាត់ក៏បញ្ចូលឆ្ងាយដែរយកទៅឆ្ងាយហើយក្រោយមកទៀតសម្រាប់ការបញ្ចូលអគុយហ្នឹងគឺមានសេវាកម្មដើរយកតាមផ្លូវខាងនេះមានផ្លូវថ្នល់អញ្ចឹងទៅដាក់មុខផ្ទះទៅមានអាទេសសេះនៅក្រោយមកទៀតមានគោយន្តមកយកអញ្ចឹងណាអញ្ចឹងគឺយើងមានការផ្លាស់ប្ដូររហូតមកបច្ចុប្បន្នគឺយើងមានភ្លើងគ្រប់គ្រាន់ហើយហ្នឹងហើយបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែចង់ធ្វើឡើងដើម្បីរំលឹកពីអតីតកាលបន្តិចសម្រាប់បងប្អូនដែលកើតជំនាន់គ្នាណាពិសេសគឺជំនាន់កៅជាងកៅស្ដាងអីហ្នឹងអញ្ចឹងពួកគាត់ចាំទៅលើសកម្មភាពទាំងអស់នេះការទស្សនាវីដេអូបែបរឿងភាគខ្មែរវីដេអូខ្មែរជំនាន់នោះគឺខ្ញុំគិតថានៅចាំច្រើនបើសិនជាបងប្អូនបានទស្សនាវីដេអូនេះហើយចង់ចែករំលែករឿងអតីតកាលធ្លាប់ចង់ចាំបានខ្លះបងប្អូនអាចធ្វើការខមមិនខាងក្រោមនេះបានដោយសារខ្ញុំក៏ចាំមិនអស់ដែរប៉ុន្តែខ្ញុំដឹងថាមានច្រើនហើយក៏ខ្ញុំតែងតែនឹករលឹកទៅលើអតីតកាលផងដែរអរគុណបងប្អូនទាំងគ្នាម្ដងទៀតដែរសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់កុំភ្លេចជួយមកខ្ញុំពើសិរតនៅវីដេអូក្រោយៗទៀត